តែឥឡូវយើងចូលមកវីដេអូនេះរៀនតាក់ទងនឹងការសិក្សាពីប្រមាណវិធីអញ្ចឹងយើងដឹងហើយនៅក្នុងគណិតវិទ្យាប្រមាណវិធីសំខាន់មាន4គឺបូកដកគុណចែកអញ្ចឹងសញ្ញាទាំង4ហ្នឹងបើយើងអត់ចេះប្រើប្រាស់វាទេយើងអត់ចេះច្បាស់ទេយើងកណនាលេខប្រកាសជាខុសហើយអញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែចែករំលែកពីរបៀបប្រើប្រាស់ប្រមាណវិធីបូកដកគុណចែកហ្នឹងអញ្ចឹងកាលណាក្នុងលំហាត់មួយវាមានបូកដកគុណចែកចឹងយើងត្រូវចេះប្រើប្រាស់វាយើងអាចយកលេខនឹងទៅបូកដកទៅពីទៅពីយកគុណចែកទៅពីពីទេចឹងការគណនាលេខរបស់យើងគឺទិសដៅយើងពីឆ្វេងទៅស្ដាំហើយសញ្ញាវាមានបូកដកគុណចែកចឹងបើយើងឃើញលំហាត់យើងមានជាប់សញ្ញាគុណសញ្ញាចែកយើងត្រូវធ្វើគុណចែកមុនសិនហើយបានយើងបូកដកតាមក្រោយចឹងយើងមើលទៅក្នុងលំហាត់ក2បូក5ដក7អញ្ចឹងវាមានតែសញ្ញាបូកដកអញ្ចឹងហើយយើងអាចធ្វើតាមសម្រួលមួយបានអញ្ចឹងគឺមើល5បូក2 7 2បូក5នេះ7 7ដក7ឃើញ0អញ្ចឹងលំហាត់កឃើញ0ដល់ពេលលំហាត់ខយើងសង្កេតមើល4ចែក2ដក7គុណ1អញ្ចឹងលំហាត់ខនេះវាមានប្រមាណវិធីចែកដកហើយគុណអញ្ចឹងយើងដឹងហើយយើងត្រូវធ្វើប្រមាណវិធីគុណចែកមុនឬក៏ចែកគុណមុនអាស្រ័យតាមលំហាត់តែទិសដៅយើងពីឆ្វេងទៅស្ដាំអញ្ចឹង4នេះត្រូវចែក2សិនអត់អាចធ្វើប្រេះផ្ដាស់បានយក2ដក7ទៅពីពីទេអញ្ចឹងយើងធ្វើលំហាត់ហ្នឹងអញ្ចឹង4ចែក2ឃើញ2ដកនេះទុកដែរដកនេះអញ្ចឹង7ត្រូវគុណ1សិនព្រោះ7នេះជាប់សញ្ញាគុណអញ្ចឹង7ម្ដង7អញ្ចឹងលំហាត់នេះយើងកណនាមក2ដក7ឃើញដក5អញ្ចឹង2ដក7ឃើញដក5ដល់ពេលលំហាត់ក3គុណ2ចែក2បូក4អញ្ចឹង3នេះត្រូវគុណ2ហើយបានយកមកចែក2ហើយបានឃើញប៉ុណ្នេះឃើញបានយកបូក4អញ្ចឹងយើងមានរបៀបក្នុងការដោះស្រាយយើងបានយើងចេះគណិតច្បាស់បានយើងដោះស្រាយលេខអត់ខុសអញ្ចឹង3 ពីដង6យើងសេមក6ចែក26នេះចែក2បូក4ទៅកណ្ដាលស្មើ6ចែក2បូក4យើងធ្វើសញ្ញាចែកមុនអត់អាចធ្វើសញ្ញាបូកមុនទេអញ្ចឹង6ចែក2ស្មើ3បូក4ស្មើនឹង7អញ្ចឹងលំហាត់នេះគឺ7អញ្ចឹងក្នុងវីដេអូនេះមានលំហាត់ចំនួន2ឲ្យធ្វើអញ្ចឹងកឲ្យខធ្វើលំហាត់2ហ្នឹងមកអាចតម្លាក់ចម្លើយចូលក្នុង comment បានអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងទេទាក់ទងនឹងការសិក្សាប្រមាណវិធីបូកដកគុណចែក